ចាលោកនាងជាទីមេត្រីយើងងាកមកព័ត៌មានតកតនឹងចំនួនទឹកភ្លៀងនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី3ខែកក្កដានេះវិញចាភ្លៀងធ្លាក់ខ្លាំងរយៈពេលជាង1ម៉ោងនៅល្ងាចថ្ងៃទី3ខែកក្កដានេះបណ្ដាលឲ្យលិចលង់តំបន់មួយចំនួននៅក្នុងខណ្ឌចំនួន5នៅក្នុងតំបន់កណ្ដាលក្រុងភ្នំពេញដែលរួមមានខណ្ឌសែនសុខខណ្ឌមានជ័យខណ្ឌច្បារអំពើនិងខណ្ឌពោធិ៍សែនជ័យចាបើទោះជាយ៉ាងណាទឹកភ្លៀងនេះក៏បានធ្វើឲ្យតំបន់ជាច្រើនទៀតលិចលង់ដែរដោយសារតែទឹកហូរមិនទាន់ចាពលរដ្ឋនៅក្នុងខណ្ឌបឹងកេងកងមួយរូបដែលផ្ទះកំពុងតែជន់លិចទឹកភ្លៀងនោះអះអាងថាពេលនេះពលរដ្ឋមួយចំនួនមិនទាន់ហ៊ានចូលទៅក្នុងផ្ទះនៅឡើយទេដោយបារម្ភភ័យខ្លាចឆ្លងចរន្តអគ្គិសនីពីព្រោះតែទឹកបានលិចចូលទៅក្នុងផ្ទះមានជម្រៅជ្រៅដែលអាចប៉ះពាល់ទៅដល់ប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្ទះមន្ទីរសាធារណការក្រុងភ្នំពេញឲ្យដឹងតាមរយៈសារនៅលើ Facebook ថាទឹកភ្លៀងនៅល្ងាចនេះមានកម្ពស់រហូតដល់153មីលីម៉ែត្រវាស់នៅស្ថានីយ៍បឹងត្របែកដែលជាកម្ពស់ទឹកភ្លៀងខ្លាំងមិនធ្លាប់មាននៅក្នុងរយៈពេល3ឆ្នាំចុងក្រោយនេះយ៉ាងនេះក្តីមន្ទីរសាធារណការក្រុងអះអាងថាការខិតខំប្រឹងប្រែងបូមទឹករបស់បុគ្គលិកកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការជាមួយនឹងអាជ្ញាធរទាំងនៅកន្លែងបូមទឹកទាំង14កន្លែងក្នុងរាជធានីភ្នំពេញនេះបានធ្វើឲ្យទឹកកំពុងស្រកទៅវិញបណ្ដាហើយមន្ទីរសាធារណការក៏ស្នើសុំឲ្យពលរដ្ឋមានការយោគយល់អធ្យាស្រ័យនិងស្នើឲ្យពលរដ្ឋចូលរួមកាយសម្រាមស្ទះនៅខាងមុខចម្រឹងអណ្ដូងលូនៅខាងមុខផ្ទះរបស់ពួកគេរៀងខ្លួនយ៉ាងនេះក្តីនៅពេលដែលមានទឹកចំនួនទឹកភ្លៀងម្ដងនៅរាជធានីភ្នំពេញនេះទាំងពលរដ្ឋទាំងអ្នកការពារបរិស្ថានតែងតែរិះគន់ថាបញ្ហានេះកើតឡើងដោយសារតែរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធរំដោះទឹកព្រមទាំងបានលុបបឹងធំសំខាន់ជាច្រើននៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះដែលធ្វើឲ្យភ្នំពេញបាត់បង់អាងស្តុកទឹកស្ទើរតែទាំងស្រុងលោកនាងជាទីមេត្រីបន្តទៅទៀតនេះគឺជាការចាក់ផ្សាយឡើងវិញកម្មវិធី podcast របស់វិទ្យុអាស៊ីសេរីកម្ពុជាសប្តាហ៍នេះនៅក្នុងកម្មវិធីនៅសប្តាហ៍នេះយុវតីដែលធ្លាប់ជាប់គុកម្នាក់បានរៀបរាប់ធ្វើឲ្យមេរបស់វិទ្យុអាស៊ីសេរីគឺលោកសំពូលីស្រក់ទឹកភ្នែកតាមរយៈកិច្ចពិភាក្សានេះមេរបស់វិទ្យុអាស៊ីសេរីក៏បានរកឃើញជនគំរូរបស់ខ្លួនហើយដែរតើលោកអ្នកនាងយល់ឃើញយ៉ាងណាចំពោះរឿងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់និងទស្សនាកម្មវិធី podcast របស់វិទ្យុអាស៊ីសេរីដែលយើងចាក់ផ្សាយឡើងវិញនៅកិច្ចពិភាក្សាតាក់ទងទៅនឹងយុវតីដែលធ្លាប់ជាប់គុកម្នាក់ធ្វើឲ្យមេរបស់វិទ្យុអាស៊ីសេរីស្រក់ទឹកភ្នែកកម្មវិធីនេះរៀបចំជូនដោយលោកជួនច័ន្ទបុតនិងលោកសំពូលីសូមអញ្ជើញលោកអ្នកនាងស្ដាប់និងទស្សនាកម្មវិធីនេះដូចតទៅបងជួនច័ន្ទបុតបាទជំរាបសួរពូលីបងរាល់ដងខ្ញុំជម្រាបសួរភ្លេចលើកដៃហើយបងជួនច័ន្ទបុតលើកដៃជម្រាបសួរខ្ញុំរហូតឥឡូវជម្រាបសួរបងជួនច័ន្ទបុតហើយជម្រាបសួរមិត្តអ្នកស្ដាប់របស់វិទ្យុអាស៊ីសេរីទាំងអស់បាទខ្ញុំក៏ជម្រាបសួរលោកអ្នកស្ដាប់ទាំងអស់ដែរហើយថ្ងៃនេះយើងដកឃ្លាពីរឿងនយោបាយពីរឿងលោកហ៊ុនសែនបន្តិចនិយាយលោកហ៊ុនសែនរាល់ថ្ងៃនឹងឡើងជ្រិញហ្នឹងហើយចាប់ដើមមកនិយាយឈ្មោះហ៊ុនសែននៅបណ្ដោយសុំដកខ្លួនមិននិយាយពីរឿងលោកហ៊ុនសែនចេញមកបណ្ដោយនិយាយឈ្មោះលោកហ៊ុនសែនហៅលោកហ៊ុនសែនហើយបើថាយើងឈប់លេងថ្ងៃនឹងដកឃ្លាពីលោកហ៊ុនសែនតិចឥឡូវយើងចោះមិនអាចនិយាយបានថាឥឡូវថ្ងៃនេះយើងកុំនិយាយពីរឿងជន់ពីលមួយនោះបានអត់ដូចជ្រុលពេកមិនចឹងដូចជ្រុលពេកហើយជន់ពីលនឹងដូចជ្រុលពេកបាទគេខ្ញុំហៅតែជន់ពីលទៅកុំយកមកដាក់ខ្លួនទៅរួចគ្នាបាត់ហើយតែឥឡូវបានបំភ្លេចហ៊ុនសែនត្រឹមប៉ុណ្្នឹងចាស់ថ្ងៃនេះយើងចង់នាំលោកអ្នកស្ដាប់ដើម្បីឲ្យស្គាល់ពីឆាកជីវិតរបស់យុវនារីម្នាក់បាទដែលសុកទៅលោកហ៊ុនសែនចាប់ដែលសុកអត់មានរឿងអីទៅបានជាប់គុកគេដែរទៅបាទនោះគឺយុវតីមួយរូបឈ្មោះសុនរដ្ឋាជំរាបសួរសុនរដ្ឋាជំរាបសួរពូជំរាបសួររដ្ឋាក្មួយស្រីបាទសុនរដ្ឋាដោយលោកនាងជំរាបសួរអ្នកស្ដាប់បាទកញ្ញាសុនរដ្ឋាលោកអ្នកនាងប្រហែលជាជ្រាបហើយគាត់ធ្លាប់ជាសកម្មជនរបស់ចលនាមេដាធម្មជាតិ
ការពារព្រៃឈើការពារអរ៉ែងធ្វើការជាមួយនឹងក្រុមយុវជនមួយចំនួនជាពិសេសជាមួយអាលិចអីជាដើមឥឡូវនេះដូចជាដកឃ្លាចេញពីចលនាមេដាធម្មជាតិនឹងខ្លះហើយឥឡូវនឹងកំពុងតែមានកិត្តិយសគេអញ្ជើញឲ្យទៅសន្និសីទនៅឯប្រទេសនេប៉ាល់ឯនោះផងនៅក្រុងកាត់ម៉ាន់ឌូមែនទេចាពូចាបាទហើយរៀបរាប់បន្តិចមើលរដ្ឋាជីវិតរាល់ថ្ងៃនឹងយ៉ាងម៉េចយើងទៅជែកគ្នានៅពេលដែលយើងមុនចាប់ផ្ដើមថតនេះរដ្ឋាថាដូចជាដកឃ្លាចេញពីចលនាមេដាធម្មជាតិខ្លះហើយងាកទៅរឿងការងារប្រជាធិបតេយ្យការងារអីវិញថាតើវាការងារនឹងស្អីខ្លះទៅរាល់ថ្ងៃហើយជាពិសេសពេលដែលទៅនេប៉ាល់នឹងទៅធ្វើអីមិនមែនទៅរៀនយុទ្ធវិធីដើម្បីធ្វើបដិវត្តពណ៌ផ្ដួលរំលំលោកហ៊ុនសែនទេចង់ងាកឡើងមកដដែលបាទអញ្ជើញរដ្ឋានឹងសូមចែករំលែករដ្ឋាខាងដើមចាខាងដើមពូថាអត់និយាយពីលោកហ៊ុនសែនប៉ុន្តែពេលនិយាយចុះនិយាយឡើងពូទីចូលតបានធ្វើម៉េចគាត់ជានាយករដ្ឋមន្ត្រីបាទយើងព្យាយាមបាទចាពូជីវិតរាល់ថ្ងៃក៏ធម្មតាហ្នឹងហើយពូអាចរស់នៅបានហើយធ្វើការងារធម្មតាអត់មានអីទេទោះបីជាមានបទចោទក៏ដោយប៉ុន្តែនៅប្រើជីវិតជាប្រជាជនហ្នឹងហើយនឹងជាប្រជាពលរដ្ឋល្អនៅតែល្អធម្មតាឡើយទេហើយការគេចាប់ហ្នឹងគេថាយើងជាពលរដ្ឋអត់ល្អអញ្ចឹងខ្ញុំគិតថាត្រូវតែខំឲ្យល្អជាគេចាប់ថាយើងជាពលរដ្ឋមិនល្អតែទៅយើងប្រាប់ខ្លួនឯងបែបហ្នឹងហើយក៏មកនេះក៏មិនមែនជាកម្មវិធីរៀនអីទេគ្រាន់តែជាជំនួបសកម្មជនស្ត្រីនៅអាស៊ីប៉ាស៊ីហ្វិកដែលសិទ្ធិភាពច្រើនជាស្ត្រីនិងអ្នកឆ្លៃភេទដូចគ្នាដែលមកជួបជុំគ្នាទៅចែកគ្នានិងចែករំលែកពីបទពិសោធន៍បញ្ហារបស់គ្នានិងលើកទឹកចិត្តគ្នាទៅវិញទៅមកហើយក៏ដូចជាការបង្កើតបណ្ដាញធ្វើការជាមួយគ្នាក្នុងនាមជាសកម្មជនជាស្ត្រីអញ្ចឹងយើងសូមបញ្ជាក់ថាទៅរៀននេះគឺថារៀនដើម្បីលើកស្ទួយមនុស្សដែលមួយចំនួនស្រឡាញ់ភេទដូចគ្នាហើយបន្ទាប់មកនឹងចងបណ្ដាញដើម្បីសនុកធ្វើការជាមួយគ្នាដើម្បីលើកស្ទួយប្រជាធិបតេយ្យឬសិទ្ធិមនុស្សអញ្ចឹងមិនមែនទៅនឹងដើម្បីស្ដាប់ស្រួលស្ដាប់បានហ្នឹងទៅរៀនឯណាបង្កើតចលនាពេញណាពេញណីមិនមែនទេអញ្ចឹងកុំធ្វើបាបក្មេងខ្មាំងអីទុកឲ្យគ្នាខំធ្វើការប្រាប់ណាគេកុំឲ្យធ្វើបាបក្មេងខ្មាំងអ្នកណាដែលចោទគាត់ថាជាពលរដ្ឋមិនល្អហ្នឹងណាខ្ញុំអត់គិតថាគ្នាខំរៀនសំសុទ្ធបើតាមយើងស្ដាប់ទៅរដ្ឋានឹងគឺជាសិស្សពូកែផងបាទមិនអញ្ចឹងហើយខំរៀនខំសូត្រផងហើយទីបំផុតទៅយកឈ្មោះគ្នានឹងទៅប្រឡាក់ជាមួយជនអក្រិតជនពីលបាត់ទៅហើយនៅពេលគ្រាន់តែគ្នាខំសិក្សារៀនសូត្រគ្រាន់តែជាអ្នកស្រឡាញ់បរិស្ថានហ្នឹងអូខេបើតាមខ្ញុំស្ដាប់ទៅមើលទៅវាអំពើដែលធ្វើមកលើក្មេងស្រីម្នាក់ហ្នឹងវាអយុត្តិធម៌ជាទីបំផុតហើយមកដល់ពេលនេះពូចង់សួរក្មួយរដ្ឋាថាតើក្មួយបានធ្វើអីខ្លះរាល់ថ្ងៃដើម្បីបំភ្លេចឬក៏ចងចាំទំព័រមួយនៃជីវិតរបស់ក្មួយអត់ព្យាយាមភ្លេចគេពូព្រោះដោយសារតែគិតថាពេលដែលយើងព្យាយាមភ្លេចរឿងទាំងអស់ហ្នឹងទៅវារត់តែធ្វើឲ្យយើងមានអារម្មណ៍ថាអត់សុបាយទោះបីជាជាប់ពន្ធនាគារឬក៏ត្រូវបានគេចោទយ៉ាងហោចណាស់ក៏យើងមានអារឿងសុបាយចិត្តខ្លះហើយពេលកំឡុងពេលដែលនៅក្នុងពន្ធនាគារក៏ព្យាយាមប្រើជីវិតឲ្យខ្លួនឯងអាចហៅថាជាអីគេអ្នកទោសដែលសុបាយបំផុតណាហ្នឹងហើយព្យាយាមរកអីថ្មីព្យាយាមអានសភៅព្យាយាមចែករឿងនេះហើយក៏សិក្សាពីជីវិតរបស់អ្នកទោសផ្សេងដែលគាត់ជាប់នឹងអញ្ចឹងអាចហៅខ្លួនឯងថាជាអ្នកទោសដែលសុបាយបំផុតរដ្ឋាប្រាប់បន្តិចមើលធ្វើម៉េចទៅដើម្បីឲ្យខ្លាយទៅជាអ្នកទោសដែលសុបាយជាងគេបំផុតនឹងមានកម្មវិធីអីខ្លះធ្វើយ៉ាងម៉េចខ្លះរបៀបអប់រំចិត្តយ៉ាងណាដែរតាមពិតពេលដែលជាប់នឹងនិយាយឲ្យត្រង់ពេលថ្ងៃចូលដំបូងរៀងខ្លាចហើយរៀងនឹងឯវាមានអារម្មណ៍ថាវាអត់មានអីនៅក្នុងខ្លួនសោះពេលដែលដើរចូលនឹងព្រោះវាលើកដំបូងនៅក្នុងជីវិតហើយពេលដែលដើរនឹងមានអារម្មណ៍ថាយើងគិតខ្លួនឯងមិនអញមកដល់កន្លែងហ្នឹងរបៀបយើងនិយាយជាមួយខ្លួនឯងហើយគិតថាមិនបានខ្ញុំមកដល់កន្លែងហ្នឹងយើងធ្វើអីខុសបានគេធ្វើដាក់យើងដល់ថ្នាក់ហ្នឹងណា
hay là mẹ rõng tha lăng lùm vơi đa tới là bự ho dần trên từ từ nơi tam phơi cắt bật tục nè tốt xem cái tao ai chờ rằng đấng trải tua chào tham ơi cái hai nhân cả chào hay có rồi thay xong mơ một lên một đích đôi chào mình ở tới bỏng cho hai đây có pin hai đây có mình lê như mùi kia tịt tử vừa về nó với phliếm mẹ phủa tầm lư bọt chào phliếm bỏ lên còn là lư hai là mẹ đó nó cái lẹ làm bọt chào này là từ mà là bao vùng cho giường bọt chào tịt mà về nắng cắt kia cho mùi nằng đa trong vụt nằng vong điện hi về nằng kẹt nằng cái thằng trẻ và hai chị cây chào dương nhung nằng ai phủa khuyên bọt chào đây cả bọtไปนิยมของพดบอดเต็มๆจะไปนิยมเกรวมแต่บอดชาวตีตลาดกามาคือแต่ยุยงทั้งเยอะมีไอเฉินเตะเดี๋ยวไปให้เจ็บแต่ดาวตลาดกาไม่ตัววิก็แถบทั้งกอดอัตอนบานกับตัวบอดชาวตีก็ไอกระซาปีตลาดปีชายกรอมหรือก็ปีอย่างเงี้ยไอเต้บนใต้กอดเคยเฟรชยูพอเต้เสียเฟรชยูนั่นจีเนี่ยน้องเปียบอดตลาดกาว่าปีอย่างเงี้ยไม่ในชาวตัวโยมวิ่งให้เฟรชยูกอดดังเอาปีหนาโยมหลังจากต่อไปให้ก็ไม่ถือว่าแถบทางบัตรเจ้าเมียนปีประมาณแปรมาหักสัตว์ยมประมาณแปรมาหักสัตว์นั้นโตไอต่อไปก็แถบทางปีมาชั้นน้ำดอมแถวชั้นน้ำยมหลังหลังแกงเคยว่าเตี้ยก็แท้เอาไว้เตี้ยทั้งคนจีนนั่งเคยจัดไอหรอคือรวมกลุ่มนั้นก็ว่าปีมาชั้นน้ำดอกชั้นน้ำยมขวัญดันลือให้ก็ไปหลังแกงเหมือนเต้นมองยังทัดเชือกให้เราไปสำคัญตามวงหนิงทีก่อนแบบนั้นพอทัดเจรถาดเล่นก่อนมาล้วงยุ่งไปได้เมื่อกี้ตอนล้วงก็ได้มาล้วงยุ่งไปเลยแต่ยัยไอ้คลาบปะปัวเปรียมหักสัตว์เนี่ยรัฐายังอดบ้านใหญ่ไอ้ปะปัวดอกเปรียมหักสัตว์เตะขวัญกับเกยโยวิตโอในขนมสูงบอกปวดยมเต้เวียนกรอมวยกอดจีเนี่ยกูรุกถลบกอดมาสู้ทำอันนั้นไม่ได้ให้เป็นนั้นมาเป็นเชียนใหญ่มาเป็นเชียนกอดเช็คกัดขนมกลุ่มนัดวิจุมีนคลาสกอดประกอบเจียดังทางยมวัดบ้านผู้มาเปรียมหักสัตว์เตะปวดยังกับวงไตนี่ใหญ่ปีการเตรียมนายไปเปรียมหักสัตว์ไว้ผัวโดยดังจังคือรัวไงนั่นคือยังไปนั่นคือcáiกูรูขลบรูไอจังแต่ให้ยังกับวงตาหนีใหญ่ดอกใบเตรียมนายเตรียมไอเมียนกากระโดดแปรมาหักสัตว์ไอเชิงแต่ว่าสันจุปวดกัดกัดขนมเพลย์วิจมีนไปหายเชียร์หรอบันไตวีกูไอซาวก็ได้เดี๋ยวปวดกัดมือเคยไอในขนมเพลย์เอาวิจมีนโหดให้เธอไอรวมกับนักบอดปีนะให้เธอไอยังอัดดันให้ยังเธอรวมกับนักมวยหนาเก้ไปคลาสชิคาขนไอได้เธอรวมกับนักมวยหนาเก้นั่นสิเนี่ยก็บอดให้ยังเธอรวมมวยหนาเก้หวังไงนั่นมีอัดเวียนให้เล็กๆประมาณใครไอได้เต้รัฐาเล็กเอาปรามขายปู่ปรามขายได้ยงบ้านเรียนโซชราเหมือนเต็มปีปนตเนียเกียให้ยงกระทาวิวเมียนดมไหลสำหรับยงนั้นคือชีวิตเชียเนี่ยจอบปนตเนียเกียเนี่ยจอบปนตเนียเกียต่างอ๋อเหมือนสตาร์กรอยเนี่ยคลาเรื่องกวดอัดเถอคมคลุนประดอซ้อนพร้อมก็โยกวดเถอคมตกเจ้าละโหดดอลมาชนะปีชนะบันกัดโตกับเวียนไหนเวียจะเรื่องแค่ให้ทารมโลกเสร็จมันเหมือนเตนะผัวอัดตอนกัดโตกวดเพิ่งให้ไอ้ก็เถอคมแข็งกวดประดอซ้อนได้กวดอัดตอนเราเคยถักกวดเมียนโตของนางให้ไอ้ก็ให้กวดท่านเนี่ยโตเป็นหมดก็เรียนโซดบ้านปีเรื่องอายุแต่ทัวบอกเนี่ยโตเซ็งได้เพียจรายังก็ได้ดังไงยังในทางใครยังกระทาโอเนี่ยจวบกบเธอต่ออักระสตไอเนี่ยคลาสเซียให้ก็เรียนโซดปีปอนตลาดการตั้งแต่ฉบับเชียงมนเตียดคือเนี่ยโตจะเนี่ยเรียงวัดจะเรียงนางบอกว่ากวดเรียงทาตลาดการจะตีกระโดดลอยมันกรุ๊ปกัดโตไอจันตลาดการจะตีสลายกัดโตไอจันกรุ๊ปลอยอัดกระโดดมีอารมณ์ค่ะหลังแง่ขลุ่นไอเหม็นเต้นได้อดดังไอซอในประกาศสังคมอดเมียนดังหึงไอต่างอมงให้บ่งน้องการได้ពេលដែលមរណភាពរបស់លោកបណ្ឌិតកែមលីនឹងគឺជារបត់ថ្មីមួយនៃជីវិតរបស់រដ្ឋាភិបាលមែនទេចាប់ផ្ដើមភ្ញាក់ខ្លួនហើយចាប់ផ្ដើមងាកមកចាប់អារម្មណ៍ចាដូច្នេះការពលិកម្មរបស់លោកបណ្ឌិតកែមលីការដែលហ៊ាននិយាយការដែលហ៊ានធ្វើក្មួយនៅពេលដែលដឹងថាលោកបណ្ឌិតកែមលីស្លាប់ទៅប្រកាសជាក្មួយធ្លាប់ឮការសម្ភាសរបស់លោកបណ្ឌិតកែមលីហើយបើសិនជាគាត់ឮវិញណាគាត់មិនដឹងសប្បាយចិត្តបែបណាទេពីព្រោះថាភាសារបស់លោកបណ្ឌិតកែមលីតាមពិតពូសួរនឹងតែម្ដងថាលោកបណ្ឌិតកែមលីនៅពេលដែលសម្ភារហ៊ាននិយាយខ្លាំងៗអញ្ចឹងតើភ័យទេ
ហើយក្មួយប្រហែលចាំមិនចម្លើយរបស់លោកបណ្ឌិតកែមលីក្រោយការសម្ភាសន៍ម្ដងខ្ញុំមិនដែលគិតថាខ្ញុំនៅមានជីវិតទេក៏ប៉ុន្តែបើសិនជាខ្ញុំមិននិយាយការពិតតើបានអ្នកណាធ្វើជាគំរូដល់យុវជនដូច្នេះការហ៊ានរបស់គាត់ពលិកម្មជីវិតរបស់គាត់ទីបំផុតទៅក៏ធ្វើឲ្យចេះឥទ្ធិពលដល់ល្អដល់ក្មួយឯដែរដែលជារបត់ថ្មីមួយនៃជីវិតនេះគឺជារឿងមួយដែលខ្ញុំតាមពិតរំភើបមែនទែននៅពេលដែលឮថាមរណភាពរបស់លោកបណ្ឌិតកែមលីយ៉ាងណាក៏ដោយចុះវាធ្វើឲ្យចេះឥទ្ធិពលល្អដល់យុវជនដូចជារដ្ឋាភិបាលជាដើមឥឡូវជួយរៀបរាប់ប្រាប់ទៀតមើលនៅពេលដែលលោកបណ្ឌិតកែមលីស្លាប់ហើយភ្ញាក់ខ្លួនថាអញមកពីណាចេះមកពីពិភពណាចេះដែលអត់យល់ពីបញ្ហានៅក្នុងសង្គមតើធ្វើអីចាប់ផ្ដើមធ្វើអីដើម្បីឲ្យយល់ពីបញ្ហាសង្គមហើយដែលឈានចូលរហូតដល់តែថតវីដេអូទៅឡើងរាយរាប់អំពីបរិស្ថានអំពីការខូចខាតបរិស្ថានទៅទាមទារឲ្យរដ្ឋាភិបាលធ្វើបែបនេះធ្វើបែបនោះដើម្បីការពារបរិស្ថានពីមនុស្សអត់ដឹងអីសោះរហូតដល់មនុស្សដែលឈានមុខចេញមកគេតាមចាប់តាមអីដាក់គុកដាក់ច្បាប់អីផងហ្នឹងតើធ្វើបែបណាជួយរៀបរាប់ចំណុចហ្នឹងតិចមើលចាពូហើយខ្ញុំបន្ថែមតិចទៀតមូលហេតុដែលខ្ញុំអត់ដឹងគឺខ្ញុំតែងតែលើគេនិយាយថាអុយអភិវឌ្ឍប៉ុណ្ណឹងឯងចង់បានប៉ុណ្ណាទៀតខ្ញុំលើតាំងពីទូចរហូតដល់ខ្ញុំពេលដែលលោកគ្រូកែមលីស្លាប់ហ្នឹងគឺខ្ញុំលើបែបហ្នឹងតាំងពីទូចហ្មងណាគេក៏និយាយពាក្យហ្នឹងគេថាឥឡូវមានគេអត់ចង់ឲ្យយើងឆ្នៃប្រឌិតគេអត់ចង់ឲ្យយើងនឹងគិតគូរអីទៀតហ្មងគឺឲ្យទទួលយកតែប៉ុណ្្នឹងទៅដូច្នេះការអប់រំចឹងនិយាយរួមការអប់រំរបស់រដ្ឋាភិបាលហ្នឹងម្ដងទៀតឲ្យប៉ូលីសសុំទោសលោកហ៊ុនសែននិយាយចឹងតាហ្នឹងហើយប៉ុណ្្នឹងឯងបាទសម្ដីនឹងសម្ដីលោកហ៊ុនសែននេះបានប៉ុណ្្នឹងឲ្យចង់បានប៉ុណ្ណាទៀតដូច្នេះកើតមកជាយុវជនថាឮសូរពាក្យហ្នឹងមកហើយលែងសូវចង់ដឹងអីមកគេប្រាប់ចឹងហើយប្រមុខរដ្ឋាភិបាលថាចឹងហើយប៉ុន្តែសូមមុននឹងងាកទៅរដ្ឋាវិញគេប្រាប់យើងថាបានប៉ុណ្្នឹងហើយចង់បានអីទៀតបាទចំពោះប្រជាពលរដ្ឋទូទៅប៉ុន្តែចំពោះគេបានប៉ុណ្្នឹងហើយគេចង់បានលើសពីនឹងតទៅទៀតបើនីលកាមួយ1លានហាទី2ត្រូវ2លានមានទឹកដីនៅស្រុកខ្មែរយកចិត្តអស់ហើយគ្រប់កន្លែងហើយត្រូវយកលុយពីស្រុកខ្មែរហ្នឹងទៅទិញទឹកដីនៅបរទេសទៀតមិនចឹងមានផ្ទះវិឡាធំមួយនៅកាច់ជ្រុងមានឯករាជ្យទៅសង់ប្រាសាទមួយនៅតែខ្មៅទៀតហើយកូនហ្នឹងមានទឹកមានដីនៅស្ទើរតែជុំវិញពិភពលោកបាទសាលាយើងដែលទៅរៀនអត់បានគ្រប់ម៉ោងត្រឹមត្រូវស្រួលបួលទេកូនគេបញ្ជូនទៅរៀននៅសាលាល្អៗនៅបរទេសបាទអាមេរិកផងអង់គ្លេសផងអូស្ត្រាលីផងបាទហ្នឹងហើយបារាំងទៀតគ្រប់កន្លែងហើយរដ្ឋាល្មមហើយបានប៉ុណ្្នឹងហើយចង់បានអីទៀតហើយកុំជែកចាច់កុំញ៉ៃប៉ុណ្ណឹងបានហើយអូខេអរនិយាយរៀបរាប់តទៀតទៅសំទោសសំខាន់តិចដូច្នេះមកពីការដែលដឹងក្តីឡើងឬសូតែគេប្រាប់ថាបានប៉ុណ្្នឹងហើយចង់បានអីទៀតក៏មិនសូវចាប់អារម្មណ៍រឿងអីទៀតទៅសប្បាយនឹងប៉ុណ្្នឹងទៅហើយនៅពេលដែលលោកបណ្ឌិតកែមលីត្រូវគេបាញ់សម្លាប់នឹងជារបត់មួយឥឡូវបញ្យលតទៀតមើលបាទចាពូមួយបន្ថែមមួយទៀតទេគេធ្លាប់និយាយថាចេះកន្លែងណាក៏មានពុកអលួយដែរលុយតិចតួចហូបបានណាគេចង់បានលុយគេនិយាយពាក្យទាំងអស់នឹងរហូតដល់ខ្ញុំឡើងលឺអាពាក្យពុកអលួយនោះវាទៅជាធ្លាប់កន្លែងណាក៏ត្រូវឲ្យលុយគេវាទៅជាធ្លាប់តាំងពីទូរហូតដល់ធំសូម្បីតែទៅធ្វើឯកសារតិចតួចក៏ត្រូវឲ្យលុយគេយើងឡើងទម្លាប់ដៃនៅក្នុងការឲ្យលុយគេយល់ថាសង្គមវាត្រូវតែអញ្ចឹងហ្មងវាជាផ្នែកមួយនៃថាវាត្រូវតែអញ្ចឹងវាជាវប្បធម៌នៃសង្គមជាប្រពៃណីនៃសង្គមដែលអត់អាចកែវាបានព្រោះវប្បធម៌វាត្រូវការយើងត្រូវអនុវត្តអញ្ចឹងមករហូតគឺគិតបែបហ្នឹងហើយក៏អត់សូវខ្វល់រឿងអីផ្សេងទៀតទៅហើយបន្ទាប់ពីពលិកម្មរបស់លោកគ្រូកែមលីពេលហ្នឹងក៏ខ្ញុំអត់ទាន់ធ្វើអីច្រើនដែរខ្ញុំគ្រាន់តែព្យាយាមទៅរកព័ត៌មានរបស់គាត់ហើយដោយពូជនច័ន្ទបុតពូបានលើកឡើងអញ្ចឹងត្រង់ចំណុចដែលគាត់និយាយថាបើសិនជាគាត់មិននិយាយណាគេនិយាយកន្លែងហ្នឹងហើយដល់ពេលដែលខ្ញុំស្ដាប់គាត់ហើយខ្ញុំឡើងព្រឺសម្បល់របៀបថាវាឡើងមានអារម្មណ៍ថាឡើងចុះយើងធ្វើអីគេយើងរាល់ថ្ងៃនៅកន្លែងណាហើយខ្ញុំធ្លាប់តែអានពីប្រវត្តិសាស្ត្រខ្ញុំធ្លាប់បន្ទោស
បុព្វបុរសខ្មែរដែលគិតថាអូមិនបានធ្វើឲ្យប្រទេសដល់ថ្នាក់ហ្នឹងមិនក៏អញ្ចឹងមិនក៏ប្រជាពលរដ្ឋនៅសម័យហ្នឹងមិនធ្វើអីមិនក៏ល្ងងម៉េះអាហ្នឹងនិយាយយើងនិយាយជាមួយខ្លួនឯងពេលដែលយើងអានសភៅប្រវត្តិសាស្ត្រមួយដល់ពេលហើយស្រាប់តែពេលដែលយើងបន្ទោសបុព្វបុរសស្រាប់តែពេលដែលខ្លួនឯងហ្នឹងបែរជាអត់ដឹងពីព្រឹត្តិការណ៍សង្គមរបស់ខ្លួនឯងក៏មានអារម្មណ៍ថាបន្ទោសខ្លួនឯងដូចគ្នាដែរហើយក៏ចាប់ផ្ដើមព្យាយាមចង់ដឹងប៉ុន្តែអត់ដឹងថាទៅរកអ្នកដែលធ្វើការងារសង្គមតាមរយៈណាខ្ញុំអត់ដឹងថាទៅតាក់ទងគេបែបណាវាអត់មានវិធីសាស្ត្រដើម្បីទៅជួបគេខ្ញុំអត់ដឹងថាតើទៅជែកជាមួយពួកគាត់តាមណាបានគឺខ្ញុំអត់ដែលដឹងទាំងអស់ហ្មងហើយអត់ដឹងថាត្រូវទៅធ្វើម៉េចដើម្បីអាចទៅធ្វើការងារនឹងបានពេលហ្នឹងគឺចង់ប៉ុន្តែអត់មានគេហៅថាបណ្ដាញឬក៏វិធីសាស្ត្រដែលអាចជាស្ពានឲ្យខ្ញុំភ្ជាប់ទៅធ្វើការងារជាមួយនឹងសកម្មជនឬក៏ទៅធ្វើការងារបែបជាយុវជនអីហ្នឹងទេអញ្ចឹងក៏ពជាពេលរហូតដល់ឆ្នាំ2017ខ្ញុំចូលឆ្នាំទី3ហើយបានស្គាល់បងម៉ាឡាគេចាប់ផ្ដើមហៅទៅជួយរៀបចំបុណ្យកងកាងអីហ្នឹងបានចាប់ផ្ដើមស្គាល់ពួកគាត់មានតំណែងជាមួយពួកគាត់ហើយជាអីដែលខ្ញុំតាំងចិត្តតាំងពីមួយឆ្នាំមុនហើយខ្ញុំចង់ធ្វើហើយលឺបងម៉ាឡានិយាយពីការជាប់ពន្ធនាគារដែលធ្វើឲ្យគាត់អាចរៀនសូត្របានច្រើនឮពីបងសំណាងឮពីអ្នកផ្សេងដែលគាត់និយាយពីការជីវិតនៅក្នុងពន្ធនាគារដែលគាត់មិននិយាយពីអីពិបាកសោះវាកាន់តែជំរុញទឹកចិត្តខ្ញុំខ្លាំងឡើងរហូតដល់ធ្វើឲ្យខ្ញុំសម្រេចចិត្តថាការរងចាំរបស់ខ្ញុំមួយឆ្នាំបន្ទាប់ពីពលិកម្មរបស់លោកគ្រូកែមលីហ្នឹងវាមកដល់ហើយខ្ញុំក៏សម្រេចចិត្តចូលវ៉ាវពូរំភើបណាស់នៅពេលដែលឮក្មួយនិយាយរៀបរាប់ថាសម្ដីមួយម៉ាត់របស់លោកបណ្ឌិតកែមលីថាបើសិនជាគាត់មិនធ្វើទេអ្វីត្បិតតែនិយាយលើកណាក៏ដោយមិនដែលគិតថាមានជីវិតទេបើមិនធ្វើទេថាបានណាជាគំរូដល់យុវជននឹងវាធ្វើឲ្យក្មួយនឹងចាប់ផ្ដើមងាកមកបញ្ហាសង្គមជួយបញ្ហាសង្គមនឹងវិញអស្ចារ្យមែនទែនបងចិនចាត់បត់សួរខ្ញុំថាអ្នកណាជា hero របស់ខ្ញុំបាទអ្នកណាជា hero របស់ប៉ូលីសជាជនគំរូរបស់ប៉ូលីសរដ្ឋាខ្ញុំទៅមករកឃើញក្មេងស្រីដែលល្អជាមនុស្សដែលយើងត្រូវតែយកធ្វើជាគំរូបាទមិនបាច់ទៅដល់ណាឆ្ងាយដល់ណាហ្នឹងគឺក្មួយរៀបរាប់អំពីជីវិតរបស់ក្មួយហើយគាត់ទីបំផុតគាត់ថាគាត់រកជនគំរូរបស់គាត់ឃើញហើយពូសង្ឃឹមថាអ្វីដែលក្មួយរៀបរាប់នេះមិនមែនប៉ះពាល់តែអារម្មណ៍ប៉ូលីសទេពូក៏ប៉ះពាល់ច្រើនហើយពូជឿថាអ្នកដែលស្ដាប់ការរៀបរាប់របស់ក្មួយនឹងក៏រំភើបជាមួយក្មួយហើយអាចប៉ះពាល់ដែលធ្វើឲ្យពួកគាត់នឹងងាកមកចាប់អារម្មណ៍នឹងបញ្ហាសង្គមបញ្ហាប្រទេសជាតិដូចក្មួយដែរហើយយើងពូមិនដែលតាមពិតពូគិតដែរនៅពេលដែលសម្ភាសលោកបណ្ឌិតកែមលីហើយគាត់មានប្រសាសន៍បែបហ្នឹងពូគិតថាយុវជនស្ដាប់នៅហ្នឹងគឺធ្វើឲ្យមានការរំភើបមានទឹកចិត្តក្នុងការឃើញគាត់ហ៊ានពលិកម្មជីវិតរបស់គាត់ដើម្បីពួកយើងទាំងអស់គ្នាពូសង្ឃឹមច្រើនថាហើយមិនគួរពូគិតថាការសម្ភាសរបស់យើងថ្ងៃនេះនឹងពូគិតថាអាចមានប្រយោជន៍ច្រើនមិនចឹងឯប៉ូលីសអាចមានប្រយោជន៍ច្រើនសម្រាប់ដល់យុវជនដទៃទៀតប្រកាសយុវជនខ្មែរទាំងអស់សម្លេងរបស់អ្នកទាំងអស់គ្នាសំខាន់ខ្លាំងមែនទែននៅក្នុងការធ្វើឲ្យប្រទេសមួយនៅក្នុងការកំណត់វាសនារបស់ប្រទេសមួយនេះអ្នកទាំងអស់គ្នាគ្រាន់តែនិយាយឬក៏ជួយលើកទឹកចិត្តឬក៏ការចែករំលែករបស់អ្នកទាំងអស់គ្នាបាច់ចាំទៅនិយាយជាសាធារណៈបើអ្នកទាំងអស់គ្នាមិនទាន់មានភាពក្លាហានគ្រាន់តែពេលដែលទៅតុកាហ្វេទៅជែកគ្នាលើកឡើងពីបញ្ហាសង្គមដើម្បីឲ្យយុវជនផ្សេងៗគាត់បានដឹងខ្ញុំជឿថាមានយុវជនជាច្រើនដែលគាត់មានភាពក្លាហានប៉ុន្តែគាត់អត់ទាន់បានបញ្ចេញសមត្ថភាពអញ្ចឹងសម្លេងរបស់អ្នកទាំងអស់គ្នាគឺសំខាន់សម្រាប់កំណត់ជោគវាសនារបស់ប្រទេសមួយនេះបើមិនជាអ្នកទាំងអស់គ្នាចង់ឲ្យប្រទេសមួយនឹងធ្លាក់ខ្លួនទៅដល់បាតគឺអ្នកទាំងអស់គ្នាមិននិយាយតែបើអ្នកទាំងអស់គ្នាចង់កែប្រែវាសនារបស់ប្រទេសជាតិអ្នកទាំងអស់គ្នាគួរតែលើកឡើងពីសម្លេងរបស់ខ្លួនឯងដើម្បីឲ្យប្រទេសនឹងល្អជាងនឹងប្រទេសកម្ពុជាល្អជាងនឹងអរគុណណាស់រដ្ឋាកិច្ចសន្ទនារបស់យើងនឹងមានន័យមែនទែនពូជាអ្នកកាត់កងតនឹងមិនដឹងកាត់តាណាចោលទេបើនិយាយល្អយ៉ាងនេះហើយគ្មានពាក្យអីក្រៅតែពីអរគុណក្មួយទេដោយពូនិយាយអញ្ចឹងគឺថាអ្វីដែលក្មួយនិយាយនឹងជះឥទ្ធិពលមកលើពូពូលីច្រើនហើយក៏ជាការជំរុញ
ហើយមើលទៅក្មេងស្រីម្នាក់អាយុមិនទាន់30ផងគ្នាហ៊ានប៉ុណ្ណឹងហើយចំពោះយើងតើហេតុអីក៏យើងមិនហ៊ានបោះជំហានទៅមុខបាទដូច្នេះយើងនឹងរួមដៃគ្នាខាងពូនឹងព្យាយាមផ្សព្វផ្សាយព័ត៌មានពិតព័ត៌មានដែលមានប្រយោជន៍ព័ត៌មានដែលជួយឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍត្រឹមត្រូវមានយុត្តិធម៌សង្គមឯនឹងជាដើមដូច្នេះជាចុងក្រោយគ្រាន់តែជូនពររដ្ឋាវិលត្រឡប់ទៅប្រទេសជាតិវិញបន្ទាប់ពីសន្និសីទនេះឲ្យមានសេចក្តីសុខសប្បាយតាមផ្លូវហើយសូមឲ្យការងារជួយប្រទេសជាតិរបស់ក្មួយនឹងឲ្យមានផ្លែផ្កាហើយជះឥទ្ធិពលឲ្យដល់យុវជនដល់ប្រជាពលរដ្ឋយើងឲ្យបានច្រើនដើម្បីឲ្យយើងមានសុខសន្តិភាពពេញលេញត្រឹមត្រូវសម្រាប់កូនចៅរបស់យើងទៅសកលក្រៅទៀតយើងនឹងជួបគ្នាម្ដងទៀតនៅសប្តាហ៍ក្រោយបាទសូមជម្រាបលាតែត្រឹមនេះនៅក្នុងនេតិកម្ពុជាសប្តាហ៍នេះបាទសូមជម្រាបលារដ្ឋាជម្រាបលាមិត្តអ្នកស្ដាប់ទាំងអស់ចាជម្រាបលាពូចាលោកនាងជាទីមេត្រីចាកម្មវិធី podcast កម្ពុជាសប្តាហ៍នេះរបស់វិទ្យុអាស៊ីសេរីនេះចាមានចាក់ផ្សាយជូនលោកអ្នកនាងនៅរៀងរាល់ព្រឹកថ្ងៃច័ន្ទចានៅលើកម្មវិធី podcast ដែលលោកអ្នកនាងអាចចូលទៅរកបាននោះគឺនៅលើកម្មវិធី podcast របស់ Apple, Google និង Spotify ដោយគ្រាន់តែលោកអ្នកនាងចាវាយពាក្យថាកម្ពុជាសប្តាហ៍នេះឬក៏ Cambodia This Weekនៅក្នុងប្រអប់ស្វែងរកចាយើងក៏នឹងចាក់ផ្សាយកម្មវិធីនេះចាឡើងវិញជានៅតាមបណ្ដាញសង្គម Facebook, YouTube និង Telegram ចានៅរៀងរាល់យប់ថ្ងៃច័ន្ទនេះចាលោកនាងជាទីមេត្រីចាយើងមានព័ត៌មានមួយទៀតចាបន្ថែមតាក់ទងទៅនឹងវិសោធនកម្មច្បាប់ការបោះឆ្នោតចាដូចដែលគេរំពឹងទុកគឺក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃច័ន្ទនេះបានប្រកាសថាវិសោធនកម្មច្បាប់បោះឆ្នោតគឺមានធម្មនុញ្ញភាពឬក៏ស្របទៅតាមរដ្ឋធម្មនុញ្ញសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនៅថ្ងៃទី3ខែកក្កដានេះឲ្យដឹងថាសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី23ខែមិថុនានិងព្រឹទ្ធសភាអនុម័តកាលពីថ្ងៃទី29ខែមិថុនានោះគឺស្របនឹងរដ្ឋធម្មនុញ្ញចាក្រុមប្រឹក្សាធម្មនុញ្ញដឹកនាំដោយលោកអ៊ឹមជុនលឹមនៅថ្ងៃទី3ខែកក្កដានេះបានសម្រេចជាឯកច្ឆន្ទសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាសនេះថាស្របនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃជាតិតាមនីតិវិធីក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញអនុម័តរួចហើយវិសោធនកម្មច្បាប់បោះឆ្នោតនេះនឹងត្រូវបញ្ជូនទៅព្រះមហាក្សត្រឡាយប្រហ័សលេខាប្រើប្រាស់ប្រកាសឲ្យប្រើប្រាស់ចាមន្ត្រីសង្គមស៊ីវិលយល់ឃើញថាសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះមិនបានផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋនោះទេផ្ទុយទៅវិញគឺជាការដកហូតសិទ្ធិរបស់ពលរដ្ឋនិងសិទ្ធិនយោបាយរបស់ពលរដ្ឋនិងគណៈបកនយោបាយដែលមិនបានចូលរួមបោះឆ្នោតនៅថ្ងៃទី23ខែកក្កដានីតិកាលទី7ខាងមុខនេះចាប់ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោកកើតសរាយប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី3ខែកក្កដាថាការសម្ដែងរបស់ព្រឹទ្ធសភានេះគឺមិនស្របទៅតាមរដ្ឋធម្មនុញ្ញមាត្រា36នោះឡើយលោកនាងជាទីមេត្រីនៅប៉ុន្មានម៉ោងក្រោយពេលដែលពិភពលោកបានដឹងថាក្រុមហ៊ុន Facebook គ្រោងបិទគណនី Facebook របស់លោកហ៊ុនសែនរយៈពេល6ខែលោកហ៊ុនសែនប្រញាប់ប្រញាល់បិទ Facebook ខ្លួនឯងចោលហើយថាលោកងាកទៅប្រើប្រាស់ Telegram និង TikTok វិញក្រៅតែពីលុបលាងភាពអាម៉ាស់ពីតម្រូវរបស់ក្រុមហ៊ុន Facebook គ្រោងនឹងបិទគណនីរបស់លោកចោលពីបទញុះញង់និងញុះញង់ឲ្យមានអំពើហិង្សាតើការចាក់ចេញពី Facebook របស់អាមេរិកហើយទៅចាប់យក Telegram របស់រុស្ស៊ីនិង TikTok របស់ចិននេះវាឆ្លុះបញ្ចាំងបែបណាពីយុទ្ធសាស្ត្រទូទៅរបស់លោកហ៊ុនសែនចាតា Telegram និង TikTok អាចជំនួស Facebook បានដែរឬទេចាសូមអញ្ជើញលោកអ្នកនាងរងចាំចូលរួមនៅក្នុងនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃអង្គារស្អែកនេះដោយមានលោកសំរងស៊ីជាវាគ្មិនកិត្តិយសហើយកម្មវិធីនោះសម្របសម្រួលដោយលោកជុនច័ន្ទបុត្រចាលោកអ្នកនាងក៏អាចសួរវាគ្មិនរបស់យើងនិងបញ្ចេញមតិយោបល់បានដែរដោយលោកអ្នកនាងដាក់លេខទូរស័ព្ទរបស់លោកអ្នកនាងនៅក្នុងខ្ទង់ comment របស់ Facebook, YouTube និង Telegram ដែលផ្សាយផ្ទាល់កម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរីចាក្រុមការងាររបស់យើងនឹងទូរស័ព្ទទៅលោកអ្នកនាងវិញលោក
លោកនាងកញ្ញាជាទីមេត្រីនៅឯខេត្តបាត់ដំបងឯណោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងសង្កែនៅក្នុងស្រុកឯកភ្នំត្អូញត្អែពីបញ្ហាគ្មានទឹកដើម្បីនេសាទនិងប្រើប្រាស់ស្រោចដំណាំនៅរដូវវស្សាដែលធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពគ្រួសារនិងការធ្វើដំណើរចាមន្ត្រីសង្គមស៊ីវិលយល់ឃើញថាអាជ្ញាធរ